Và màឆ្លើយ comment ម៉ាក់ដែលគាត់សួរបញ្ហានៅពេលដែលកូនចាប់ផ្ដើមញ៉ាំអាហារផ្សេងៗក្រៅពីទឹកដោះម្ដាយហើយនិងទឹកដោះគោបាទអញ្ចឹងឃើញគាត់មានបញ្ហាទល់លាមកដោយសារតែញ៉ាំបបរសហើយប៉ាម៉ាក់មួយទៀតគាត់មានបញ្ហារាគដោយសារតែញ៉ាំបបរខាប់គ្រប់គ្រឿងបាទក៏ប៉ុន្តែបញ្ហាហ្នឹងគឺមានច្រើនចំពោះប៉ាម៉ាក់ដែលគាត់ចាប់ផ្ដើមឲ្យអូនញ៉ាំអាហារផ្សេងៗបាទអញ្ចឹងចំពោះករណីអូនទល់លាមកដោយសារតែញ៉ាំបបរសទូទៅយើងអាចឲ្យអូនសាករសជាតិអង្ករបានបបរសបានម្ដងឬក៏2ដង3ដងប៉ុន្តែយើងមិនអាចបន្តឲ្យគាត់ញ៉ាំបបរសទេយើងត្រូវលាយជាមួយនឹងបន្លែផ្សេងបាទអញ្ចឹងនៅពេលដែលគាត់លាយជាមួយបន្លែផ្សេងហើយគឺនៅតែមានបញ្ហាទល់លាមកអញ្ចឹងយើងគួរដកអង្ករចេញសិនបាទរយៈពេល1ខែឬក៏2ខែនៅពេលដែលយើងដកអង្ករចេញយើងអាចជំនួសដោយផ្លែឈើដោយបន្លែផ្សេងហើយក៏អាចជំនួសដោយប្រភេទអាហារដូចជាដំឡូងពោតស្រូវសាលីនិងប្រភេទអង្ករក្រហមបាទអង្ករសម្រូបយើងហ្នឹងបាទអញ្ចឹងចំពោះម៉ាក់ដែលគាត់មានបញ្ហាកូនរាគដោយសារតែញ៉ាំបបរខាប់គ្រប់គ្រឿងបាទអញ្ចឹងខ្ញុំចង់ប្រាប់ថាកូននៅពេលដែលយើងចាប់ផ្ដើមញ៉ាំអាហារដំបូងពី6ខែទៅហ្នឹងមិនមែនបានន័យថាត្រូវតែជាបបរខាប់គ្រប់គ្រឿងទេអញ្ចឹងគឺយើងត្រូវការតេស្តមួយមុខឲ្យបានច្រើនមុខហើយទើបអាចយកមកធ្វើជាបបរខាប់គ្រប់គ្រឿងបានដែលជាទូទៅនៅចន្លោះ8ទៅ9ខែបាទអញ្ចឹងចន្លោះពេលដែលគាត់រៀនញ៉ាំអាហារគឺយើងព្យាយាមសង្កេតថាគាត់មានបញ្ហារាគឬក៏ទល់លាមកហ្នឹងដោយសារបន្លែអាហារប្រភេទណាក្នុងករណីដែលយើងរកឃើញថាគាត់រាគជាមួយនឹងអាហារមួយណាគឺយើងផ្អាកអាហារហ្នឹងសិនបាទឬក៏យើងបន្ថយបរិមាណអាហារហ្នឹងសិនដោយដំឡើងនៅប្រភេទអាហារផ្សេងបើសិនជាគាត់រាគដោយសារបន្លែស្លឹកគឺយើងដំឡើងបន្លែមើមបន្ថយបន្លែស្លឹកហើយយើងបន្ថែមអង្ករហើយនិងសាច់បាទ